ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងមកមើលពីវិធីកាត់អាយកប៉ុងសំណាញ់កស្មាសំយ៉េះអញ្ចឹងយើងបើកសភៅទំព័រទី74ចាអញ្ចឹងយើងចាប់ផ្ដើមតែម្ដងមុនដំបូងបងប្អូនទាំងអស់គ្នាត្រូវចុះពីខាងលើមកចំនួន4លេខតោះមកយើងគូសត្រង់ចាបន្តមកទៀតយើងចេញក6លេខកន្លះចាបន្តមកយើងចុះក6លេខចាបន្តមកទៀតយើងគូសត្រង់1បន្តមកទៀតយើងយកស្មារបស់យើងគឺ37ចែកនឹង2ស្មើនឹង18កន្លះតមកយើងយកចុងស្វាគូសភ្ជាប់នឹងគល់កតមកយើងចុះពីលើមក15លេខតមកសន្ទះមុខ30ចែកពី2ស្មើនឹង15បន្តមកទៀតស្មាសំយ៉េះរបស់យើងគឺយើងចុះពីខាងលើបំផុតនេះមកចំនួន6លេខចាបន្តមកទៀតយើងចាប់ផ្ដើមចេញពីចំណុចចុងស្មាមកភ្ជាប់នឹង6លេខនេះគឺចំនួន8លេខប្រវែង8លេខកន្លែងស្មាសំយ៉េះបន្តមកយើងដាក់ឈៀកកោងរបស់យើងដើម្បីចេញជាទម្រង់កសំណាញ់ស្មាសំយ៉េះតែនេះបន្តមកយើងយកចុងដៃរបស់យើងដៃខ្លីប៉ាត់សំណាញ់កមកភ្ជាប់នឹងសន្ទះមុខចាបន្តមកទៀតយើងចុះសម្រងទ្រង់27សម្រងរាង47សម្រងអាវចុះពីចង្កេះមកចំនួន16លេខតមកយើងគូសត្រង់ទៅដល់ខាងចុងចាបន្តមកយើងឡើងពីចង្កេះឡើងមកលើចំនួន21លេខយើងវាស់ពីចង្កេះឡើងមកដល់កន្លែងឃ្លៀកគេទុកដាក់ដៃហ្នឹងគឺ21ណាចាយើងវាស់ជាក់ស្ដែងឃើញបានដាក់ប៉ុណ្ណឹងមកស្រួលលើកដៃបន្តមកទៀតទ្រូងរបស់គេ84អញ្ចឹងយើងយក8កន្លះត្រូវ8ទៅ4តែដាក់8កន្លះទៅខុសតែ1មីលីម៉ែត្រទេបន្តមកទៀតយើងគូសត្រង់1បន្តមកទៀតយើងចាប់ផ្ដើមចេញពីចំណុចកណ្ដាលនេះមកចំនួន2លេខកន្លះចាចំពោះនៅខាងពីនេះគឺចំនួន1លេខកន្លះតោះមកយើងគូសចំណុចខាងក្រោមមកភ្ជាប់នឹងចង្កេះរបស់យើងគឺឲ្យត្រង់ស្មើចំណុចនេះយើងដាក់ឈៀករបស់យើងគូសកង់បែបនេះបន្ទាប់មកយើងឡើងពីចំណុចនេះមកចំនួន9លេខចាបន្ទាប់មកយើងចេញពីចំណុចនេះមកចំនួន2លេខតមកទៀតយើងចាប់ផ្ដើមគូសចំណុចនេះចាចំណុចចុងទ្រូងនេះមកភ្ជាប់នឹងចាបែបនេះមកចំនួន9លេខចា9លេខបន្តមកទៀតយើងចេញពីចំណុចនេះមក9លេខហើយយើងចេញពី9លេខហ្នឹងមកចំនួន2លេខគឺកាត់តឹង1តមកយើងចេញពីចំណុចនេះមកចំនួន7លេខតមកយើងគូសចុងទ្រូងមកភ្ជាប់នឹងចាចេញពីចំណុចនេះមក7លេខបន្តមកទៀតយើងចេញពីចំណុចកណ្ដាលនេះមកចំនួន5លេខចាតមកយើងចេញពីចំណុចនេះមកចំនួន2លេខតមកយើងដាក់ឈៀករបស់យើងចាឈៀករបស់យើងគូរៀងទ្រូងរបស់យើងតែម្ដងតមកយើងចុះពីចំណុចនេះមកចំនួន2លេខសិនណា2លេខកន្លះពីចុងទ្រូងនេះមកចំនួន2លេខកន្លះចាពីចុងទ្រូងនេះមកចំនួន2លេខកន្លះចាពីចុងទ្រូងនេះមកចំនួន2លេខកន្លះពីចុងទ្រូងនេះមកចំនួន2លេខកន្លះយើងគូសភ្ជាប់ចាចំណុចនេះមកចូលចំណុចនេះហើយគូមកភ្ជាប់នឹងចំណុចនេះតែម្ដងចាតោះមកយើងគូបែបនេះចាពេលគូបែបនេះហើយយើងដាក់ឈៀករបស់យើងចាគូដាក់ឈៀករបស់យើងឲ្យរៀងបែបនេះតែម្ដងគូរៀងទ្រូងអាវរបស់យើងឲ្យមូលសាបែបនេះចាបន្តមកទៀតចាបងប្អូនទាំងអស់គ្នាត្រូវចាអញ្ចឹងយើងគូបែបនេះហើយចាអញ្ចឹងយើងចាប់ផ្ដើមចែកទំហំទ្រូងរបស់យើងតែមុននឹងចុះទំហំទ្រូងយើងត្រូវចុះពីខាងលើមកចំនួន
24លេខសម្រងកតាមចិត្តឆ្លាញ់នេះយើងឆ្លាញ់ CC ដាក់ CC ទៅឆ្លាញ់អត់ CC 20 19 18ចឹងទៅណាចាតើមកយើងគូម៉ូតកអាវរបស់យើងគឺឆ្លាញ់នេះមកចូលនៅនេះចាបន្តមកទៀតទ្រូងរបស់យើង84យើងចែកនឹង4ចាស្មើនឹង21ចឹងយើងមកពីចំណុចនេះមកដល់ចំណុចនេះចឹងយើងមកឡងណាកន្លែងនេះយើងគូត្រង់ទៅសិននេះយើងមកឡងកន្លែងនេះតែហ្នឹងយើងត្រូវchiaចោលយើងយកចំណុចនេះហើយនឹងចំណុចនេះទេអញ្ចឹងកន្លែងនេះយើងchiaចោលអញ្ចឹងពេលដែលយើងវាស់ឈៀតយើងវាស់មកលើទៅទ្រូង84ចែកនឹង4ស្មើនឹង21យើងវាស់ពីចំណុចនេះដល់ចំណុចនេះស្មើនឹង21ចា21នៅកន្លែងនេះបូក2ថែមចាប្រទេសរបស់យើងគឺ66ចែកនឹង4ស្មើនឹង16កន្លះចឹងយើងវាស់ពីចំណុចនេះយើងមកលើប្លុកធំនេះណាចា66ចែកនឹង4ស្មើនឹងចា16កន្លះចឹងយើងមកពីចំណុចនេះដល់ចំណុចនេះមកលើម្ដងដែររកលេខ16កន្លះអញ្ចឹងយើងបូក2លេខគេរបស់យើង94ចែកនឹង4ស្មើនឹង23កន្លះចឹងយើងមកពីចំណុចនេះមកលើប្លុកនេះចឹងចារកលេខ23កន្លះបូក2បូកនេះទុកយើងជ្រៀតកណ្ដាលនេះណាចាតោះមកយើងដាក់ជារបស់យើងអែមបែបនេះមកចាអែមបែបនេះចាតោះមកបានយើងចាប់ផ្ដើមវាស់ពីចំណុចនេះណាមកដល់ចំណុចនេះរកលេខ9កន្លែងនេះក៏9លេខដែរតោះមកយើងឡើងពីចំណុចចេះឡើងមកលើចំនួន21លេខចាយើងវាស់តាមភ្ញៀវណា21ដាក់21ទៅ19ដាក់19 18ដល់18 22ដល់22ទៅតាមចង្កេះឡើងដល់កន្លែងពលឃ្លៀរបស់គាត់មកស្រួលលើកដៃរបស់គាត់ហ្នឹងណាចាយើងមកបែបនេះតោះមកយើងយកចំណុចនេះមកដល់ចំណុចនេះចែកជា2ចំណុចនេះមកចំណុចនេះអញ្ចឹង9កន្លះចែកជា2ស្មើនឹង4.ចា9កន្លះចែកជា2ស្មើនឹង4.75កន្លែងនេះយើងដាក់មួយលេខកន្លែងនេះយើងដាក់មួយលេខសងខាងចំណុចនេះហើយនៅចំណុចនេះចែកជា2ដល់3 2ស្មើ6កន្លះតោះមកយើងគូបចុះគ្នាចាបើយើងមកពីចំណុចនេះមកដល់ចំណុចនេះពីចំណុចនេះមកដល់ចំណុចនេះចាមកលេខសងខាងចឹងយើងគូបជាប់មកចាបែបនេះណាអញ្ចឹង1ម៉2ម៉3ម៉ទាំងទី1មុខទាំងទី2មុខទី2មុខ3មុខអញ្ចឹងនេះគឺជាប្រភេទអាវកពងចាតោះមកយើងគូចាគេហៅថាពុំកមុខណាគូភ្ជាប់អញ្ចឹងមកហើយកន្លែងនេះគឺយើងជ្រៀងបែបនេះចាអញ្ចឹងគឺយើងបានចាពុំកទាំងមុខចាឥឡូវយើងបានទាំងមុខរួចហើយយើងមកមើលពីវិធីជាសិនណាចាយើងជាហើយចាំយកទៅកាន់ទាំងខាងក្រៅម្ដងចាអរគុណ